chọc mong càng nghĩ sẽ tạiក្រុមហ៊ុនតេមករឿងនៅក្រុមហ៊ុនមានបញ្ហាតម្រូវយើងត្រឡប់ទៅក្រុមហ៊ុនវិញដើម្បីដោះស្រាយបើសិនជាអ្នកនរគ្នាតើអ្នកនរគ្នានឹងត្រឡប់ទៅដោះស្រាយវិញអត់សំណួរនេះខ្ញុំបានចេញពីបងអូនស្រីម្នាក់ដែលគាត់ទៅតែមានបទពិសោធន៍ការងារថ្មីហើយគាត់ជួបបញ្ហាហ្នឹងហើយអញ្ចឹងគាត់ចង់សួរថាតើគាត់គួរតែទុកវាចាំដោះស្រាយនឹងថ្ងៃស្អែកឬក៏គាត់ត្រូវត្រឡប់ទៅក្រុមហ៊ុនដើម្បីដោះស្រាយវិញបាទអញ្ចឹងសម្រាប់បងប្អូនដទៃទៀតយល់យ៉ាងម៉េចសម្រាប់ខ្ញុំអាចជួយឲ្យជាមតិយោបល់ទៅបងអូនបានបាទតាមបទពិសោធន៍របស់ខ្ញុំទេបាទយើងមានករណីដែលយើងត្រូវទៅហើយនឹងករណីដែលយើងមិនត្រូវទៅបាទករណីដែលត្រូវទៅយ៉ាងម៉េចបាទជាទូទៅក្នុងនាមយើងជាអ្នកធ្វើការយើងមានទំនួលខុសត្រូវលើការងាររបស់ខ្លួនឯងអញ្ចឹងបើសិនជាការងារហ្នឹងដែលយើងធ្វើទៅហើយមានបញ្ហាឬក៏ក្រុមរបស់យើងមានបញ្ហាបាទអញ្ចឹងបើសិនជាក្នុងនាមយើងជាបុគ្គលិកយើងមានទំនួលខុសត្រូវហើយក្រុមហ៊ុននឹងល្អដែរបាទអញ្ចឹងយើងត្រូវតែដោះស្រាយព្រោះវាជាទំនួលខុសត្រូវរបស់យើងក្នុងនាមយើងជាបុគ្គលិកម្នាក់បាទទោះបីជាវាផុតម៉ោងការងារក៏ដោយហើយពេលខ្លះក្រុមហ៊ុនអត់ឲ្យ OT ទេបាទអត់ឲ្យ overtime ទេលុយបន្ថែមម៉ោងទេអាហ្នឹងក៏យើងអាចនឹងត្រូវទៅដែរព្រោះដោយសារតែជាកាតព្វកិច្ចទំនួលខុសត្រូវបាទទៅលើការងារដែលយើងបានធ្វើបាទប៉ុន្តែមានករណីដែលមិនត្រូវទៅដែរបាទករណីដែលមិនត្រូវទៅក្នុងករណីដែលក្រុមហ៊ុនខ្លះឬក៏កន្លែងធ្វើការខ្លះដែលគាត់ជាមុខរបរគ្រួសារគាត់ចង់និយាយថាគាត់គិតគូរពីម៉ោងធ្វើការរបស់បុគ្គលិកខ្លាំងមែនទែន strict មែនទែនយើងទៅយឺតតិចតួចឬក៏យើងត្រូវសុំចេញមុនម៉ោងតិចតួចម្ដងមកកាលអីគឺគាត់កាត់លុយយើងបាទកាត់ប្រាក់ខែរបស់យើងបាទអញ្ចឹងករណីបែបហ្នឹងអាស្រ័យលើបងអូនទេបងប្អូនចង់ទៅធ្វើក៏បានអត់ក៏បានទេព្រោះអីផុតម៉ោងការងារយើងឯងព្រោះគាត់គិតម៉ោងដែរមានន័យថាពេលយើងយឺតតិចតួចយើងធ្វើការលើសគាត់អត់គិតបន្ថែមលុយឲ្យប៉ុន្តែបើសិនជាយើងទៅយឺតឬក៏ចេញមុនម៉ោងគាត់កាត់លុយយើងអញ្ចឹងអាហ្នឹងបងអូនមានសិទ្ធិសម្រេចវិញថាតើគួរទៅឬមិនទៅព្រោះអីផុតម៉ោងធ្វើការយើងហើយបាទគាត់ថាពេលហ្នឹងតំណែងរវាងម្ចាស់ក្រុមហ៊ុនហ្នឹងឬក៏អ្នកគ្រប់គ្រងហ្នឹងហើយជាមួយយើងអត់ល្អទេបាទប៉ុន្តែបើសិនជាបងអូនចង់ឲ្យរឹងមាំការងារយើងមានបទពិសោធន៍ត្រឹមត្រូវយើងគោរពវិជ្ជាជីវៈរបស់យើងធ្វើទៅតាមកាតព្វកិច្ចរបស់យើងព្រោះក្រុមហ៊ុនអត់មានមនោសញ្ចេតនាទេយើងយឺតកាត់លុយយើងចេញមុនម៉ោងកាត់លុយហើយយើងពេលខ្លះយើងធ្វើលើម៉ោងដែរក៏អត់ដែលថែមលុយយើងទេអញ្ចឹងពេលខ្លះយើងអត់ចាំបាច់ទៅខ្វល់អីប្រហែលនេះមានន័យថាយើងគិតតាមទូនាទីម៉ោងរបស់យើងបាទអញ្ចឹងបាច់ចាំគ្រប់កាតព្វកិច្ចក៏បានដែរព្រោះដោយសារតែយើងគិតម៉ោងច្បាស់លាស់មានថាអ្នកឯងច្បាស់លាស់ជាមួយខ្ញុំច្បាស់លាស់មួយអ្នកឯងដែរបាទអាហ្នឹងយើងអាចធ្វើចឹងបានណាបាទគាត់ថាប្រភេទអញ្ចឹងយើងតំណែងអត់សូវល្អជាមួយនឹងម្ចាស់ក្រុមហ៊ុនឬក៏អ្នកគ្រប់គ្រងបាទរវាងយើងហើយនឹងគាត់ណាបាទអញ្ចឹងសំណួរហ្នឹងខ្ញុំគិតថាមូលហេតុប៉ុណ្ណឹងគឺអាចឲ្យបងអូនយកទៅពិចារណាបានថាតើបងអូនគួរតែទៅដោះស្រាយវានៅពេលដែលម៉ោងផុតម៉ោងដែលបងអូនចេញធ្វើការហើយឬក៏បងអូនចាំស្អែកចាំទៅធ្វើអាហ្នឹងខ្ញុំអាចឲ្យពីចំណុចនេះឲ្យបងអូនយកទៅគិតថាតើបងអូននៅក្នុងចំណុចមួយណាបាទបើមិនជាដោយចំណុចទី1ដែលខ្ញុំនិយាយមានថាក្រុមហ៊ុនក៏ល្អគួរសមដែរអត់មានដាក់សម្ពាធមកយើងទៅលើម៉ោងទេមានថាពេលខ្លះយើងទៅយឺតក៏គាត់អនុគ្រោះយើងព្រោះយើងធ្វើពេលខ្លះក៏លើសម៉ោងដែរមិនមែនថាឲ្យតែគ្រប់ម៉ោងយើងចេញទេអញ្ចឹងបើគាត់គិតពីចំណុចហ្នឹងឲ្យយើងត្រូវមានទំនួលខុសត្រូវលើការងាររបស់យើងដែរតែបើមិនជាកន្លែងខ្លះអាលេត10នាទីគាត់កាត់លុយយើងបាទចេញមុនម៉ោងគាត់សុំចេញមុនម៉ោងម្ដងមកការមានបញ្ហាធុរៈផ្ទាន់អីគឺគាត់កាត់លុយយើងសុំច្បាប់គាត់កាត់លុយយើងអូខេអញ្ចឹងនៅពេលដែលផុតម៉ោងយើងត្រូវតែឈប់ហើយអត់អាចមកធ្វើការវិញទេបើមិនធ្វើការត្រូវថែមលុយយើងបាទអាហ្នឹងគឺជាការគិតច្បាស់ទៅច្បាស់មកវិញបាទគាត់ថាប្រភេទហ្នឹងគឺអត់សូវមានតំណែងល្អទេហើយអញ្ចឹងបើមិនជាមានករណីបែបហ្នឹងបងប្អូនអាចយកចំណុចពីរហ្នឹងទៅវាស់វែងបាទហ្នឹងហើយខ្ញុំមានយោបល់ប៉ុណ្ណឹងតែសម្រាប់អ្នកនរគ្នាវិញមានមតិយោបល់អីបន្ថែមអាចចូលរួម comment ជាមួយគ្នានៅក្នុងវីដេអូនេះបាទអរគុណច្រើន